នេះថ្ងៃអាទិត្យអ្នកនរគ្នាចេញទៅស្ទួចត្រីនៅសមុទ្រទៅចំថ្ងៃទឹកចូលឡើងបងប្អូនហើយសត្វនេះនោះឯងតែហែពេញទឹកមករូបរាងវាដូចជាឆ្លើងហ្មិចទេវាវែងឲ្យតែពេលទឹកចូលឡើងវាចាប់ដើមបងចាប់ដើមហែចេញពីព្រៃមកចេញពីព្រៃកោងកាងមកឬសួរគេលើកថាសត្វនេះគេហៅសត្វលួយតែរូបរាងវាដូចឆ្លើងចឹងមើលអ្នកនរគ្នាមើលវែងដូចជាឆ្លើងបែបចឹងហើយវាចេញមកពេញទឹកចឹងពេលទឹកចូលឡើងវាចេញពីព្រៃមកពីព្រៃកោងកាងចេញពីរោងព្រៃវានៅក្នុងរុនឲ្យតែពេលទឹកចូលឡើងវាចាប់ផ្ដើមចេញហើយមើលរូបរាងវាមិនដូចឆ្លើងបែបហ្នឹងតែពេលយើងប៉ះវាទៅវាដាច់ជា3ជា4កណាត់តែអាសត្វហ្នឹងលើគេនិយាយថាវាល្មាស់ហើយមើលបងប្អូនវិញវាឡើងពេញទឹកមកដោយសារអីដោយសារខ្ញុំបញ្ចូលសំឡេងដោយសារមានអ្នកគេចាក់បាសនៅកន្លែងហ្នឹងរត់ដល់ឲ្យមានអ្នកទៅចាក់បាសទេតែថ្ងៃហ្នឹងមានគេទៅចាក់បាសព្រោះអីកន្លែងហ្នឹងជាកន្លែងដែលគេទៅលេងកម្សាន្តដែរអញ្ចឹងហើយថ្ងៃអាទិត្យអ្នកខ្លះគេទៅស្ទូចត្រីបកុងស្ទូចត្រីអីកន្លែងហ្នឹងមានផ្ទះគេអ្នកនេសាទគេអីចឹងបងហើយខ្ញុំទៅរត់ហ្នឹងអត់ដែរឃើញអាសត្វហ្នឹងទេតែលើកទី1ឲ្យឃើញមើលរូបរាងវាដូចឆ្លើងចឹងវាហែពេញតែទឹកមកមើលថតនេះមើលទៅគួរខ្លាចមើលមាត់វាដូចឆ្លើងយើងបែបចឹងខ្ញុំថាវាថាឆ្លើងសមុទ្រតែពេលខ្ញុំសួរគេទៅគេថាសត្វតាលួយអាហ្នឹងគេហៅសត្វលួយតែពេលខ្ញុំប៉ះវាទៅវាដាច់ជាកង់តែវាអាចតវិញបានហើយសត្វហ្នឹងល្មមណាបងប្អូនទាំងអស់គ្នាតែពេលខ្ញុំប៉ះទៅវាដាច់ជាកង់ហើយវាមានទឹកវាពណ៌សវាអត់សូវអត់មានឃើញមានឈាមមានអីដូចឆ្លើងយើងទេវាផុយហ្មងសត្វហ្នឹងហើយទឹកចាប់ផ្ដើមទឹកនេះទៅវិញហ្នឹងបងចាប់ផ្ដើមទឹកនេះបដើតែទឹកនេះរៀងយូរដែរហ្នឹងប្រហែលជាចូល3-4ម៉ោងដែរបានវានេះអស់តែកន្លែងវាហែហ្នឹងវាអត់នេះអត់អស់ទេនេះតែក្នុងព្រៃកោងកាងទេនេះវាចេញពីព្រៃកោងកាងមកហើយខ្ញុំទៅថាស្ទូចត្រីអត់មានបានទូចបានតែត្រីបកុងត្រីឡាច់អត់បានថ្ងៃហ្នឹងដោយសារទឹកចូលឡើងហើយអាសត្វនឹងឡើងពេញទឹកត្រីបកុងដេញស៊ីពេញហ្នឹងបងឲ្យតាសត្វនឹងចេញមកត្រីបកុងវាដេញស៊ីអាសត្វហ្នឹងឯងព្រោះអាសត្វហ្នឹងវាផុយឲ្យតែប៉ះវាដាច់ចឹងតែពេលចឹងត្រីបកុងដេញស៊ីវាពេញទឹកហ្នឹងហើយមកគោនិយាយថាពីឡើងពេញទឹកមកមើលទៅគួរខ្លាចមកលើកទី1ដែលខ្ញុំឃើញសត្វនេះខ្ញុំទៅ2 ដងដែរតែដែលឃើញទៅលើកនេះទៅជួបអាសត្វនេះដល់ពេលទឹកចូលមកពូននេះវាចេញពីព្រៃមកឡើងពេញទឹកឯណោះមើលនេះមើលមាត់វាដូចឆ្លើងយើងបែបអត់ចឹងតែនេះខ្លួនវាវែងហើយវាមាននៅដូចជាមរោមវាដូចជារាងដូចមរោមព្រះចឹងវាមិនដែលពេញទឹកតែម្ដង